lấy lơ biển nua đó dân chưa ra logo Facebook này máu vậy chân viện số mà cam Facebook tầm hỏi vậy ok còn một tiết dân một hoàn cám vậy chân dân mà mơ các category Facebook video view vậy chân hàng lớn sẽ từ follower story view vậy ok chân nước nông xóa cam real và video view này chân viên tràn của viên pram tổng một tại cái đấy Setiap barang rồi tay ở bên bên bà từ phố sán cư dân đã rạch từ từng dục luôn thay mà đó là từ đó từng phơi hà muối bọt làm tạm phơi hà muối từ đó phơi từ khao động là đó trên chuyện đó dân ai từ sầm ra và xin cho mình ngồi đấy dân từ sầm ra là một rồng chạ Ford đó đó tại một phần thì dân ngồi và hai thì sầm ra tạm phơi cái đặc sang na đã từ đó nè vậy bạn dân siêu coi phong ấy bạn sẽ được đường là ăn phong trường dân từ bây giờ thì anh thích rồi lại đây tụi nó không đâu bao nhiêu chỉ từ công lá cứ thay ra xa to tầm bát nơi lơ lan này dân của vùng tận đất mà mình chẳng thấy son cái quan cái co là
ឥឡូវមកដល់ជីងស្ទឹងច្រាលហើយមួយទៀតគេហៅឈ្មោះពេញគេជីងកំពង់សិលាហ៎ឈឹងហ្មងឥឡូវយើងមកដល់ពេជ្រនេះហើយថ្ងៃនេះកើតអីស្ទះពីលើអត់មានបញ្ហាទេដែរដល់ពេជ្រនេះមួយមេនបាត់ទេដល់ពេជ្រនេះ2ឡានមកមានទេវាប៉ុណ្ណឹងពេជ្រនេះចុះអាប់ទៀតតែរ៉ាច់ពោធិ៍សាត់យប់ហ្នឹងនេះគឺម៉ោង4ភ្លឺហើយយើងបានមកដល់សាលាលេខ5ក្នុងស្រុកកំពង់តាឡាចខេត្តកំពង់ឆ្នាំងហើយការធ្វើដំណើររបស់យើងគឺយើងសម្រាកនៅតាមផ្លូវហើយយើងចេញបន្តម៉ោង3ជាងចេញមកពោធិ៍សាត់ហើយយើងបានមកដល់សាលាលេខ5ក្នុងម៉ោង4ជាងនេះគឺទិដ្ឋភាពលើផ្លូវសាលាលេខ5ឯកន្លែងកុងតឺន័របុកគ្នានៅមុនបុកមួយឡានកម្មកររោងចក្រគឺកន្លែងហ្នឹងឯងឥឡូវនេះគឺដល់ផ្សារសាលាលេខ5ហើយដោយសារយើងបញ្ចូលសលេងពីក្រៅនេះពេលហ្នឹងខ្ញុំងុយដេកពេកចាក់បទចម្រៀងខ្លាយលោជាប់ copyright ក្នុងYouTube ព្រោះ YouTube ទៅជាប់សំឡេងចម្រៀងដែលម្ចាស់គេដាក់ copyright គឺយើងជាប់តទេអញ្ចឹងណានេះចេញមកនេះគឺយើងនេះដូចដល់ម្ដុំណានេះដុំណាចេះភ្លេចបាត់ហើយនឹងដុំណាអូម្ដុំភ្នំដើមផ្កាដុំភ្នំដើមផ្កាផ្លូវវាងក្រុងកំពង់ឆ្នាំងនេះគឺយើងថតកាត់ទេឥឡូវមកដល់ក្អមឆ្នាំងប្រព័ន្ធណានៃនេះគឺផ្លូវវាងក្រុងកំពង់ឆ្នាំងហើយម្ដុំនេះហើយគឺជាទេសភាពដែលស្អាតមែនតែនមកពេលបើសិនជាភ្លៀងហើយពេលព្រឹកចឹងហើយថ្ងៃរះមកទៀតស្លឹកឈើដើមថ្នោតហើយព្រៃភ្នំនេះម្ដុំហ្នឹងកន្លែងថតឃើញស្អាតជាងគេព្រៃធ្លាប់ខ្ញុំថតខែព្រោះសាអញ្ចឹងណាភ្លៀងពីយប់ឡើងព្រឹកឡើងសល់ទឹកសន្សើមហើយត្រូវថ្ងៃរះមកវាក្រហមចាំងតិចនិយាយថាស្អាតអើយស្អាតយកតែមែនតែនមកហ្នឹងហើយបងនៅផ្លូវតលេលវឹងមានតែផ្លូវជាតិលេខ5មួយដែលស្រួលរត់មែនតែនទៅបើមានអីវ៉ាន់មេប្រើអីគឺហ្នឹងមិនមែនគូបាបាត់ដបង1.8អីចង់មកស្រួលទេមិនមែនអញ្ចឹងទេគូបាយើងមិនមែនអាហ្នឹងគូសាប់ប៉ុន្តែពិសាគេហៅតែគូបាហ្នឹងវាមានឲ្យគេតែបណ្ដុះមុនវិជារបស់គេទៅជាវិជាខ្លាំងអីយ៉ាងណាតាមបែបពួកវិជាធម៌ឬបែបពួកគ្រូភាសាធម៌គេហៅថាអដ្ឋបនិកាថាគ្រូធ្នប់គ្រូអំពើនោះតាមបែបនោះបែបគ្រូធ្នប់គ្រូអំពើគេនោះហើយក៏សម្រាប់មនុស្សដើម្បីទប់ទល់ការពារមិនឲ្យអន្តរាយកើតមានរហូតដល់អន្តរាយនៃជីវិតជាដើមចឹងទៅក៏បានដកស្រន់ជាបែបបណ្ដោពុទ្ធគុណឬបណ្ដោបត្រៃដកធ្វើជាមុនជាថាស្រាប់ជាដើម្បីការពារអន្តរាយនោះតែខ្ញុំបាននិយាយមុនថាធ្លាប់បានដឹងពីខោម៉ាំងគឺសរសៃសម្បកឈើគេយកមកត្បាញត្រឹមត្រូវមែនហ្នឹងនឹងក៏ខុសគ្នាត្រង់មួយស្ដីសម្បកឈើទាំងស្រុងមួយសរសៃនៃសម្បកឈើនោះខោម៉ាំងកាប់ប៉ាសេកាំងមកកបាហើយកសាយ៉ាងនិងអសោតហើយកម្មពលាំងនឹងសម្ពុតរួមសានហើយសាហ្នឹងនឹងថ្មីនេះគេយកសរសៃដែរយើងត្រឡប់មកវិញតើគេអត់ដឹងយើងបង្កើតសេចក្តីទុកនៅក្នុងចិត្តយើងទៅម្ដងអាហ្នឹងទុកកើតចេញពីតំណែងកើតពីក្នុងចិត្តខ្លួនឯងបើយើងមានបញ្ញាសូមយើងទទួលស្គាល់បន្តិចថាបុគ្គលដែលយើងបានជួយគឺល្អហើយតែបុគ្គលដែលពួកប្រខំហ្នឹងក៏មិនស្គាល់យើងទៀតអញ្ចឹងកុំទៅកើតទុកឲ្យបងគឺតែនឹងកម្មយើងសិនទៅ
ខេត្តពោធិ៍សាត់ហ្នឹងអម ឥឡូវសូមជួយជំរាបបន្តបាទសូម ខេត្តពោធិ៍សាត់ ខ្ញុំកណ្ណាសូមក្រាបអង្គមសម្ដេចព្រះថេរគ្រប់ព្រះអង្គនិងសូមគោរពចំពោះលោកជំទាវអាដាមអ្នកអង្គការនិងបណ្ឌិតនិងយុវជនគ្រប់រូបបាទខ្ញុំកណ្ណាខ្ញុំបាទឈ្មោះប៊ុនកៅរ៉ាជាអ្នកគ្រប់គ្រងនៅហាងរំពុំសំណួរដែលខ្ញុំកណ្ណាខ្ញុំបាទនឹងលើកយកមកពេលនេះតើតើនឹងលោកគ្រូនឹងជំនាញក្នុងដែលកើតជំងឺ depression គឺគាត់កើត depression ខ្មែរគេហៅថាបបាក់ទឹកចិត្តគាត់ជួបបញ្ហាក្នុងជីវិតបែបធ្ងន់ធ្ងរខ្លាំងគ្រួសារអីចឹងគាត់បាក់ទឹកចិត្តខ្លាំងហើយគាត់ខ្ញុំតែងតែណែនាំគាត់សាកល្បងសួរគាត់ពីរឿងពីព្រោះតើតើវេទិកាយើងគឺការសាសនាសាងសន្តិភាពផ្លូវចិត្តមានថាយើងសាងសន្តិភាពផ្លូវចិត្តយើងដោយការរក្សាសីលសមាធិវិបស្សនាចឹងខ្ញុំក៏សាកល្បងសួរគ្នានឹងថាដែរស្គាល់ដែរឬអត់គាត់ថាគាត់ដែរខ្វល់ចឹងវិធីគាត់ធ្វើឲ្យគាត់សប្បាយចិត្តឬចេញចាកពី depression ណាពីច្រើនក្មេងបែបនេះគាត់ឆ្លើយទៅយ៉ាងថាគាត់អត់ខ្វល់គាត់អាចទៅរកស្រាបរិយពីម៉ាក់គាត់ដែលលេងកំសាន្តក្លឹបគាត់ដែរខ្វល់រឿងអស់នេះទេខ្ញុំសំណួរដែលខ្ញុំចង់សួរលោកគ្រូនឹងជំនាញថាបើជួបបញ្ហាបែបនេះជួបក្មេង មកដល់ពោធិ៍សាត់ផ្អែមបន្លែនឹងព្រឹកហ្នឹងណាមិនខ្មៅអ៊ុយយើងនេះហើយសាមញ្ញបស័យនោះម៉ែថ្ងៃវល់ល្ងាចអត់មានឃើញថ្ងៃឥឡូវដល់នេះអត់ចង់មានឃើញថ្ងៃទៀតទេ គឺថាពីតាគេបាត់ចឹងអញ្ចឹងនោះនឹងគឺការបានរីចម្រើនទៅមុខហើយមុខធៀមធ្វើការងារអត់ស្ទើរទៅមុខពោះតែកាលណាមុខធៀមបននៅជាមួយឯងបាបមកនៅជាមួយត្រឡប់មកញោមព្រោះសួរទេរឿងនេះនោះគាត់ឆ្លើយមួយហើយតែមិនទៅដល់សំណួរហ្នឹងបាទខ្ញុំកណាត់ស្មារតីរឿងជាក់ស្ដែងមួយចុះញោមម្នាក់គាត់ចាញ់បោកគេទៅទិញមាសបានលុយចំណេញទិញមាសដុំមួយមកដុំ1គីឡូ5គីឡូនេះអាមកដុំធំនោះ1គីឡូហើយញោមហើយប្រហែលនេះគាត់ទិញគេបោកគាត់អស់1លានដុល្លារជាងគាត់ថាអស់អាលីងឆាញ់ហ្មងគាត់ថាអញចងកអស់អាលីងហើយគេបោកអស់ហើយបើណាចេះគាត់បើអត់គាត់អត់ចងកគាត់បាក់ចិត្តគាត់ទៅវត្តគាត់ទៅបោះវត្តទៅគាត់ថ្វាយគុំព្រះបូជាផ្កាទៅដល់ពេលយូរទៅវារៀងដកចិត្តពីអារឿងគេបោកវាទៅជារៀបធ្វើបន់នៅពេលដែលគេបោកនឹងវិញចឹងគាត់ដូរអារម្មណ៍ដល់ដូរអារម្មណ៍ទៅយូរទៅស្រាលនឹងទៅលេងទៅថាវាភ្លេចទីម្ដងទៅគាត់ចាប់ផ្ដើមសប្បាយចិត្តនឹងធ្វើបន់ចង់តែមកវត្តចង់តែធ្វើបន់ទៅតែអាហ្នឹងរឿងហ្នឹងកាលណាយើងមានបន់នៅក្នុងចិត្តបន់ហ្នឹងវាហៅពូម៉ាក់វាមកបងប្អូនចំនួនមួយវាមកបន់ចាស់ហើយនឹងបន់ថ្មីហ្នឹងវាស្គាល់ដូចទេអីស្អីគេអាស្អីគេ ID អាកាន់មិនកាន់អីគេអានេះ ID ស្អីគេអាយកូមកអាហ្នឹងវាមានហ្វ្រីកង់វាអញ្ចឹងមានយកមែនទេមែនណាបើដាក់ត្រូវនេះវាលឺឆ្លងគ្នាមិនអញ្ចឹងហ៎អាត្មាចង់ប្រៀបធៀបថាបុណ្យរបស់យើងក៏អញ្ចឹងដែរណាចិត្តរបស់យើងជ្រះថ្លាសប្បាយចិត្តស្គាល់ហៅបុណ្យគ្នាចាស់មកជួយនេះប៉ុន្តែផ្ទុយទៅវិញបើមួម៉ៅបាក់ចិត្តបាវាជាប់យើងមកដល់ពេលហើយយូរទៅគាត់លេងសូវដូចថាលេងសូវគិតអារឿងគេបោក1លានហ្នឹងប៉ុន្តែស្ដាយនៅគាត់ប្រាប់ដែរថាព្រះអង្គស្ដាយលុយច្រើនណាស់1លានប៉ុន្តែគាត់ថាគាត់ដូរចិត្តមកគិតរឿងធ្វើបន់គឺទៅជាស្រាចិត្តអារឿងបបាក់ចិត្តរឿងខាតធម្មតាខាតអាហ្នឹងគឺមិនចាំវាអញ្ចឹងមែនទេយល់តាវាមិនដឹងវាជាប់កម្មជាប់ពីមកពីណាអញ្ចឹងបើយូរខាតអីក៏ខាតចោះធ្វើដូចអាណាមិនដឹងកសិដ្ឋីគាត់សេដ្ឋីលេខ1ក្រុងសាវត្ថីធ្លាក់មកដល់ដកសរោដូចយូរថាមិញប៉ុន្តែធ្វើបន់នៅតែធ្វើបន់គាត់វិបត្តិសេដ្ឋកិច្ចប៉ុន្តែគាត់អត់វិបត្តិផ្លូវចិត្តទេ